អាមេរិកនិយាយថាកិច្ចព្រមព្រៀងបត់ឈប់បាញ់នៅតំបន់ហ្គាហ្សាគឺនៅលើតុងខណៈអ៊ីស្រាអែលត្រៀមខ្លួនសម្រាប់ការវាយប្រហារមិនធ្លាប់មានពីមុនមកយោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី26ខែឧសភាឆ្នាំ2025នេះថាបេសកជនពិសេសរបស់សហរដ្ឋអាមេរិក Steve Witkoff បានប្រាប់ CNN ថាកិច្ចព្រមព្រៀងបត់ឈប់បាញ់សម្រាប់ហ្គាហ្សាបច្ចុប្បន្នកំពុងស្ថិតនៅលើតុជាមួយនឹងផ្លូវមួយដើម្បីបញ្ចប់សង្គ្រាមហើយបានជំរុញឲ្យក្រុមហាម៉ាស់ទទួលយកវាហើយសំណើនេះនឹងឃើញការដោះលែងពាក់កណ្ដាលនៃចំណាក់ខ្មាំងដែលនៅរស់និងពាក់កណ្ដាលនៃអ្នកដែលបានស្លាប់ជាធ្នូនឹងបត់ឈប់បាញ់បណ្ដោះអាសន្នមុនពេលការចរចាចាប់ផ្ដើមសម្រាប់កិច្ចព្រមព្រៀងទូលំទូលាយដើម្បីបញ្ចប់សង្គ្រាមលោកបានបដិសេធមិនបញ្ជាក់ថាតើបត់ឈប់បាញ់បណ្ដោះអាសន្ននឹងមានរយៈពេលប៉ុន្មានដែលជាបញ្ហាសំខាន់ក្នុងការចរចាស្របពេលជាមួយគ្នាអ៊ីស្រាអែលបានចេញបទបញ្ជាឲ្យជំនះប្រជាជនភៀសខាងត្បូងហ្គាហ្សាដែលអ្នកនាំពាក្យអ៊ីស្រាអែលថានឹងមានការវាយប្រហារដែលមិនដែលមានពីមុនមកនៅលើទឹកដីនេះយោងតាមអ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល IDF លោកអាវិជ័យ Edriបាននិយាយថាការបញ្ជានេះគ្របដណ្ដប់ទីក្រុង Khan Yunis និងតំបន់ជុំវិញជាច្រើនគាត់បានពណ៌នាអភិបាលខេត្ត Khan Yunis ថាជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ដែលត្រូវបានប្រមានជាច្រើនដងតំបន់ជម្លៀសចេញទៅទិសខាងត្បូងរហូតដល់តំបន់ Gaza Ezim ដែលកងកម្លាំងអ៊ីស្រាអែលបានចូលកាន់កាប់ច្រក Philadelphia Corridor ដែលមានចម្ងាយ14គីឡូម៉ែត្រនៅតាមបណ្ដោយព្រំដែនវាហាក់ដូចជារួមបញ្ចូលទាំងមូលនៃ Khan Yunis ដែលជាទីក្រុងប្រមូលផ្ដុំយ៉ាងក្រាស់ជាមួយនឹងប្រជាជនប៉ាឡេស្ទីនជាច្រើនដែលបានផ្លាស់ទីលំនៅបទបញ្ជានេះបានណែនាំប្រជាជនប៉ាឡេស្ទីនឲ្យផ្លាស់ទីទៅកាន់តំបន់អៃម៉ាវ៉ាស៊ីដែលជាដីតូចចង្អៀតនៅតាមបណ្ដោយសមុទ្រមេឌីទែរ៉ាណេកាលពីព្រឹកថ្ងៃច័ន្ទ IDF បាននិយាយថាគ្រាប់រ៉ុកែត3គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងត្បូងតំបន់ហ្គាហ្សាដែល2គ្រាប់បានធ្លាក់ចូលទឹកដីហ្គាហ្សានិង1គ្រាប់ត្រូវបានស្ទាក់ចាំបទបញ្ជាដែលគ្របដណ្ដប់ផ្នែកខ្លះនៃភាគខាងកើតហ្គាហ្សាកើតឡើងបន្ទាប់ពីយោធាបានដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការកាន់កាប់ទឹកដីនេះជាកន្លែងដែលខ្លួនបានប្រយុទ្ធនឹងសង្គ្រាមតាំងពីខែតុលាឆ្នាំ2023ដើម្បីលុបបំបាត់ក្រុមហាម៉ាស់បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែលមន្ត្រីយោធាអ៊ីស្រាអែលបានប្រាប់ CNN កាលពីថ្ងៃច័ន្ទថាអ៊ីស្រាអែលគ្រោងនឹងកាន់កាប់ 75% នៃតំបន់ហ្គាហ្សាក្នុងរយៈពេល2ខែដែលជាផ្នែកនៃការវាយលុកថ្មីរបស់ខ្លួនប្រសិនបើអនុវត្តផែនការនេះនឹងបង្ខំប្រជាជនប៉ាឡេស្ទីនជាង2លាននាក់ចូលទៅខាងក្នុងតំបន់ឆ្នេរមួយភាគ4នៃតំបន់ឆ្នេរដែលហ៊ុំព័ទ្ធស្ទើរតែគ្រប់ភាគីដោយកងកម្លាំងអ៊ីស្រាអែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បាននិយាយនៅក្នុងខែនេះថាប្រជាជនទាំងមូលនឹងត្រូវបានផ្លាស់ប្ដូរទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូងយោធាបាននិយាយកាលពីថ្ងៃសុក្រថា IDF ឥឡូវនេះមានកងកម្លាំងចំនួន5ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សាដែលសរុបមានទាហានរាប់ម៉ឺននាក់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កងទ័ពនៅ Khan Yunis កាលពីថ្ងៃអាទិត្យអគ្គសេនាធិការ IDF លោកEyal Zamir បាននិយាយថាអ្នកកំពុងប្រយុទ្ធនៅផ្នែកខាងមុខកណ្ដាលនៃរដ្ឋអ៊ីស្រាអែលនេះគឺជាសង្គ្រាមពហុសាយវានដ៏អូសបន្លាយកាលពីថ្ងៃច័ន្ទការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលរបស់ហាម៉ាស់បាននិយាយថាអ៊ីស្រាអែលបានគ្រប់គ្រង 77% នៃតំបន់ហ្គាហ្សាប្រកបដោយប្រសិទ្ធភាពរួចហើយតាមរយៈកម្លាំងភ្លើងដ៏ខ្លាំងដែលរារាំងជនស៊ីវិលប៉ាឡេស្ទីនពីការចូលទៅកាន់ផ្ទះតំបន់ដីនិងទ្រព្យសម្បត្តិរបស់ពួកគេឬតាមរយៈគោលនយោបាយជំនះដោយបង្ខំអ៊ីស្រាអែលកំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិដែលកំពុងកើនឡើងរួមទាំងពីសម្ព័ន្ធមិត្តដែលមានជំហរយូរមកហើយជុំវិញការសម្រេចចិត្តពង្រីកសង្គ្រាមហើយតាមសម្ដីរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលតែមួយរូបគឺជាការដណ្ដើមយកទឹកដីចក្រភពអង់គ្លេសបានផ្អាកកិច្ចពិភាក្សាពាណិជ្ជកម្មនិងដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅឋានជ្រុលនិយមនៅតំបន់ West Bank ប្រទេសកាណាដានិងបារាំងក៏បានគម្រាមដាក់ទណ្ឌកម្មផងដែរហើយសហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែលកំពុងពិនិត្យមើលកិច្ចព្រមព្រៀងសមាគមដ៏សំខាន់របស់ខ្លួនជាមួយប្រទេសនេះយ៉ាងណាក៏ដោយរដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក Kristi Noem
បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យលោកស្រីបានជួបជាមួយលោកនេតានយ៉ាហ៊ូហើយបានសម្ដែងការកោតសរសើរចំពោះការប្រព្រឹត្តរបស់នាយករដ្ឋមន្ត្រីក្នុងសង្គ្រាមនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែលលោកវីកូបានប្រាប់ CNN នៅថ្ងៃច័ន្ទថាអ៊ីស្រាអែលនឹងយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់និងចំណាប់ខ្មាំងបណ្ដោះអាសន្នដែលនឹងឃើញពាក់កណ្ដាលនៃអ្នកនៅរស់និងពាក់កណ្ដាលនៃអ្នកស្លាប់ត្រឡប់មកវិញហើយនាំឲ្យមានការចរចាសំខាន់ៗដើម្បីស្វែងរកផ្លូវទៅកាន់បទឈប់បាញ់ជាអចិន្ត្រៃយ៍ដែលខ្ញុំបានយល់ព្រមធ្វើជាអធិបតីហើយកិច្ចព្រមព្រៀងនោះស្ថិតនៅលើតុហាម៉ាស់គួរតែទទួលយកវាលោកបាននិយាយថាក្រុមហាម៉ាស់មិនទាន់ទទួលយកកិច្ចព្រមព្រៀងនេះនៅឡើយទេការអធិប្បាយរបស់លោកវីកូវទៅកាន់ទូរទស្សន៍ CNN ជាលើកដំបូងដែលលោកបាននិយាយថាលោកនឹងធ្វើជាអធិបតីក្នុងការចរចាសម្រាប់ការបញ្ចប់សង្គ្រាមក្នុងអំឡុងពេលបទឈប់បាញ់បណ្ដោះអាសន្នក្រុមហាម៉ាស់បានស្វែងរកការធានាជាយូរមកហើយថាអ៊ីស្រាអែលចូលរួមយ៉ាងជាក់លាក់ក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមប្រសិនបើខ្លួនយល់ព្រមចំពោះបទឈប់បាញ់បណ្ដោះអាសន្នមួយផ្សេងទៀតបន្ទាប់ពីអ៊ីស្រាអែលបដិសេធមិនធ្វើអ្វីដូចនេះក្នុងអំឡុងពេលបទឈប់បាញ់ចុងក្រោយការចូលរួមរបស់វីកូវក្នុងការចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍ហាក់ដូចជាមានគោលបំណងផ្ដល់ឲ្យក្រុមហាម៉ាស់ជាមួយនឹងការធានាពីទីក្រុងវ៉ាស៊ីនតោនថាអ៊ីស្រាអែលនឹងចូលរួមក្នុងការចរចាបែបនេះនាពេលអនាគត Reuters បានរាយការណ៍កាលពីថ្ងៃច័ន្ទថាក្រុមហាម៉ាស់បានយល់ព្រមលើសំណើមួយដែលនឹងឃើញថាការដោះលែងចំណាត់ខ្មាំង10នាក់ជាពីរក្រុមជាថ្នូរនឹងបទឈប់បាញ់រយៈពេល70ថ្ងៃដែលលោកវីកូវបានប្រាប់ CNN ថានេះមិនមែនជាសំណើរបស់គាត់ទេលោកវីកូវបាននិយាយដោយសម្ដៅទៅលើរបាយការណ៍ថាអ្វីដែលខ្ញុំបានឃើញគឺมันអាចទទួលយកបានទាំងស្រុងទន្ទឹមនឹងនេះមន្ត្រីប៉ាឡេស្ទីនដែលជិតស្និទ្ធនឹងការចរចាក៏ប្រាប់ CNN ថាក្រុមហាម៉ាស់បានយល់ព្រមតាមសំណើរបស់លោកវីកូវប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលកិច្ចព្រមព្រៀងមាននោះទេ